អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានអំពាវនាវឲ្យមានការស៊ើបអង្កេតនិងផ្ដន្ទាទោសចំពោះអ្នកដែលពាក់ព័ន្ធទាំងអស់ក្នុងប្រតិបត្តិការឆបោកតាមអនឡាញខណៈជំរុញឲ្យកម្ពុជាដោះស្រាយបញ្ហាសិទ្ធិមនុស្សរួមមានការផ្លាស់ទីលំនៅការរឹតបន្តឹងសិទ្ធិនយោបាយនិងលំហសង្គមស៊ីវិលលោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី31ខែកក្កដាបន្ទាប់ពីបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជាថាបញ្ហាប្រឈមបច្ចុប្បន្នរបស់កម្ពុជារួមមានចំនួនព្រំដែនជាមួយថៃវិបត្តិឆបោកតាមអនឡាញនិងការបោះឆ្នោតនាពេលខាងមុខគឺជាឱកាសមួយសម្រាប់កម្ពុជាបង្ហាញការបដិញ្ញាចិត្តលើការគោរពសិទ្ធិមនុស្សតាមរយៈសកម្មភាពជាក់ស្ដែង បេសកកម្មលើកដំបូងរបស់ខ្ញុំនៅកម្ពុជាបានបន្សល់ទុកនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអ្នកដែលត្រូវបានផ្លាស់ទីលំនៅតាមព្រំដែនជាមួយថៃអ្នកដែលរងគ្រោះដោយការជួញដូរមនុស្សនិងអ្នកដែលកំពុងស្ថិតនៅក្នុងពន្ធនាគារដោយសារការប្រើប្រាស់សិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគេលោក Andrew បានបញ្ជាក់ថាអាជ្ញាធរកម្ពុជាត្រូវតែធានាឲ្យមានការទទួលខុសត្រូវចំពោះបុគ្គលទាំងអស់ដែលដំណើរការឬទទួលផលប្រយោជន៍ពីមជ្ឈមណ្ឌលឆបោកអនឡាញដោយមិនថាពួកគេស្ថិតនៅក្នុងវិស័យឯកជនឬវិស័យសាធារណៈនោះទេលោកបានលើកឡើងថាការស៊ើបអង្កេតមិនគួរផ្ដោតតែលើអ្នកប្រព្រឹត្តបទល្មើសកម្រិតក្រោមប៉ុណ្ណោះទេប៉ុន្តែត្រូវត្រួតពិនិត្យលើអ្នកដែលអាចជាប់ពាក់ព័ន្ធនៅគ្រប់កម្រិតចំណុចសំខាន់របស់ខ្ញុំគឺថាអ្នកណាក៏ដោយនិងគ្រប់រូបដែលបានចូលរួមនិងទទួលផលប្រយោជន៍ពីមជ្ឈមណ្ឌលឆបោកទាំងនេះនៅកម្រិតណាក៏ដោយគួរត្រូវបានស៊ើបអង្កេតនិងផ្ដន្ទាទោសលោក Andrew បានទទួលស្គាល់ថារដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបង្ក្រាបបណ្ដាញឆបោកអនឡាញប៉ុន្តែលោកថាការធានាឲ្យមានការទទួលខុសត្រូវនៅតែជាបញ្ហាសំខាន់លោកបន្តថាបុគ្គលមួយចំនួនត្រូវបានដាក់ទណ្ឌកម្មដោយសហគមន៍អន្តរជាតិដោយសារតែការចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញប៉ុន្តែទាមទារឲ្យមានការស៊ើបអង្កេតបន្ថែមលោក Andrew បាននិយាយថាលោកក៏បានជួបជាមួយជនរងគ្រោះពីការជួញដូរមនុស្សដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកបានធ្វើឲ្យលោកមានការឈឺចាប់យ៉ាងខ្លាំងបេះដូងរបស់ខ្ញុំឈឺចាប់នៅពេលបានជួបជាមួយនឹងជនរងគ្រោះអំពីការជួញដូរមនុស្សដែលបានរងទុក្ខយ៉ាងខ្លាំងដោយសារប្រតិបត្តិការឆបោកទាំងនេះលោកបន្ថែមថាទឹកប្រាក់រាប់ពាន់លានដុល្លារដែលបានមកពីការឆបោកបានបង្កឲ្យមានការឈឺចាប់របស់មនុស្សជាច្រើននៅទូទាំងពិភពលោកនិងនៅក្នុងប្រទេសកម្ពុជាលោកស្វាគមន៍ចំពោះការបង្កើតគណៈកម្មការរបស់រដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញដោយចាត់ទុកថាជាសញ្ញាវិជ្ជមានប៉ុន្តែលោកបានសង្កត់ធ្ងន់ថាអ្នកទទួលខុសត្រូវទាំងអស់ត្រូវតែប្រឈមមុខនឹងច្បាប់ជុំវិញបញ្ហាផ្លាស់ទីលំនៅតាមព្រំដែនកម្ពុជាថៃលោកក៏បានចុះទៅតំបន់ដែលរងផលប៉ះពាល់ពីចំនួនព្រំដែនកម្ពុជាថៃនិងបានបង្ហាញក្តីបារម្ភចំពោះប្រជាពលរដ្ឋដែលមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបានលោកថាលោកបានស្ដាប់ដោយផ្ទាល់ពីគ្រួសារដែលរងផលប៉ះពាល់រួមទាំងកុមារដែលរស់នៅតាមទីតាំងផ្លាស់ទីលំនៅលោក Andrew បាននិយាយថាលោកបានឃើញរនាំងរបងលួសបន្លានិងឧបសគ្គផ្សេងៗដែលរារាំងប្រជាពលរដ្ឋមិនឲ្យត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ I heard their stories about what occurred to them, the loss of their homes. ខ្ញុំបានស្ដាប់រឿងរ៉ាវរបស់ពួកគេអំពីអ្វីដែលបានកើតឡើងការបាត់បង់ផ្ទះសម្បែងការបំផ្លាញភូមិនិងការដែលពួកគេមិនអាចត្រឡប់ទៅផ្ទះវិញបានខ្ញុំបានឃើញផ្ទះនិងហាងជាច្រើនដែលមានស្នាមគ្រាប់កាំភ្លើងលោកបានបញ្ជាក់ថាតាមច្បាប់អន្តរជាតិប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិត្រឡប់ទៅផ្ទះរបស់ពួកគេវិញនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតបាននិយាយថាក្តីបារម្ភរបស់អ្នករាយការណ៍ពិសេស UN គឺផ្អែកលើព័ត៌មានដែលប្រមូលបានពីការចុះពិនិត្យជាក់ស្ដែងនិងការជួបជាមួយភាគីពាក់ព័ន្ធលោកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាលើអនុសាសន៍ទាំងនេះដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែប្រសើរឡើងការអំពាវនាវរបស់លោកនេះគឺខ្ញុំនៅតែយល់ឃើញថារាជរដ្ឋាភិបាលគួរតែពិចារណាទៅលើសំណុំពរឬក៏ការអំពាវនាវនេះដើម្បីធ្វើយ៉ាងម៉េចឲ្យស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាយើងនឹងមានភាពល្អប្រសើរបន្ថែមទៀតណា
លោកអំសំអាតបាននិយាយថាបញ្ហាឆបបោកតាមអនឡាញនៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរបើទោះបីរដ្ឋាភិបាលបានចាត់វិធានការបង្ក្រាបក៏ដោយលោកថាបញ្ហានេះប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជាសេដ្ឋកិច្ចការវិនិយោគសន្តិសុខនិងស្ថិរភាពសង្គមលោកបន្ថែមថាអាជ្ញាធរត្រូវបន្តការបង្ក្រាបបណ្ដាញឆបោកនិងពង្រឹងការការពារជនរងគ្រោះពីការជួញដូរមនុស្ស